Ok bong bóng đọc ngày này ở bong bóng đọc mơ bị ca nghĩa bỏ cái này rong pum vào nhóm á bong bóng đọc user Rosie đôi chỉ cái hay đừng quay chẳng vì lơ bị cái hay đừng quay trăng à tha cái Rosie tập về ngày hay quay Rosie tập về dù về bắt tay nịa rong pum rô từng chút rô từng ngày bong bóng rô phần năng ngay là tao xong rồi thiệt ok bong bóng chẳng hai nè cứ rong pum vào nhóm cứ sạ cứ khăn cứ thiệp cả bong bóng cứ thiệp cả chẳng về miền là đầu bảo về miền vì cài bát về miền thọt ruột về miền thiệp ca ở trên đàm chẳng tới chẳng ngày nay cứ ở bong bóng mới thiệp ca ní pi rồi bị nhập ok nôm pa rồi bị nhập chẳng cây bị nhập nó cứ cây thơ cầm mong dương tại một ngày vậy thì cứ thứ mấy sầm rộ cái bàn hay sai những trâu sầm rộ vì cài bát ở cái sam sợ có bà tiền chẳng tới chẳng càng nghĩa cứ vì ở sau đặt vào màn ấy bàn tay cò thay những trâu sầm rộ rồi hai không một ngày ở bong bồn hay ngày đấy cứ chỉ đặt một xin hậu bờ lần mà kêu tiền đại sa ấy đại sa tại thiệp trán hay trâu bỏ bình nhập chẳng tới dân trâu prao chlam mà xin bong bồn cái lạnh tận đấy cứ nhom trong bằng hai cuộc bài bong bồn thì phụ thuộc tầm sinh đi muối cứ nhom prao mà sinh còn nòng tội nó bay bù này cho đàm chẳng tới chẳng vì miền về khác nhom bỏ mà sinh nó về khác nhom bỏ mà sinh mình chẳng tới đại sa ấy mà sinh tôi chắc cứ tịnh định trong cá prao cứ cuộc bài bong bồn tầng ác nia trời riêng chla ban này tha bảo prao mà sinh nó cả đáo đo bầm bay rồi sờ lắc mà bên sờ lắc ấy hái trâu sầm rạ vì mà mau pi mau ở về chuyện với hái nhưng đồn pran này sần trăm pe đại dương mà sinh dương từ chuyện hái dương pra môi na của bạn này ban đây tha sờ rọc máu cứ dương trâu pra mà sinh chla kia pe đại dương pra riêng cả đáo cứ dương trâu bật thòi vì thếហើយមកដល់ពេលនេះគឺថ្ងៃនេះគឺខ្ញុំមានតែការងារតាក់ទងនឹងធៀបហើយនឹងវិក័យបាត់ឯក្នុងខែនេះបងប្អូនចាប់ពីខែ12រហូតដល់ខែ3គឺភិកច្រើនគឺខាងធៀបអូខេខាងធៀបហើយនឹងវិក័យបាត់ចាប់ពីខែផ្សេងទៅរៀងស្រាក់ការងារបន្តិចហើយបងប្អូនដោយសារតែរងពុំភិកច្រើនគឺស្ងាត់ការងារនៅខែ4ខែបុណ្យខែទៀនអូខេជាពិសេសហ្នឹងគឺខែ4ខែ5ហ្នឹងហ្មងបងប្អូនដោយសារអីដោយសារតែរដូវហ្នឹងគឺគេហៅថាខែឡូខែមនុស្សខែប្រជាជនគាត់អត់សូវទទួលបានចំណូលដូចគ្នាជាទូទៅខែដែលយើងរកចំណូលបានគឺជាខែដែលកសិករគាត់អាចរកចំណូលបានដូចគ្នាអូខេបងប្អូនអានេះគឺកន្លែងខ្ញុំទេពុកម៉ែបងប្អូនអញ្ចឹងយើងមើលមកដល់ម៉ោងប៉ុណ្ណេះគឺម៉ោង12ហើយបងប្អូនគឺយើងអត់ទាន់បានសម្រាកទេដោយសារអីគឺដោយសារតែស្រោតការងារឲ្យភ្ញៀវអញ្ចឹងបានថារោស៊ីគឺពេលខ្លះគឺវាដូចជាក្អែកហើយនឹងខ្វាយអញ្ចឹងវាលើសពីក្អែកហើយនឹងខ្វាយទៅទៀតអូខេរោទាំងយប់រោទាំងថ្ងៃតែកុំមើលបងប្អូនមកដល់ថ្ងៃនេះគឺអត់ទាន់មានការទូធាជីវភាពអីទូធាណាទេបងប្អូនក្រោយយើងប្រឹងទៅដើម្បីថាកាពីរបស់យើងណាទោះជាយើងថ្ងៃនេះយើងអត់សល់អីប៉ុន្តែយើងអាចថាយើងរ៉ាប់រងបន្ទុកគ្រួសារបានច្រើនដែរពុកម៉ែបងប្អូនអញ្ចឹងមកដល់ថ្ងៃនេះយើងមានមុខរបរមួយដែលរៀងរឹងមាំមុខរបរមួយដែលអាចគ្រប់គ្រងគ្រួសារបានហើយមិនចាំបាច់ទៅអង្វរលុនទូណាឬក៏យើងមិនចាំបាច់លក្ខណៈខ្វះខាតខ្លាំងបាក់រត់រោគេចេះចោះ1 2អីច្រាមចឹងទៅយើងហត់ប៉ុន្តែយើងអាចទប់ចំណូលឬក៏ទប់ទួលជីវភាពទោះជាកូវីដទោះជាសង្គ្រាមទោះជាមានបញ្ហាសេដ្ឋកិច្ចអីខ្លះប៉ុន្តែយើងនៅតែអាចទៅមុខគេឯងបានអញ្ចឹងបងប្អូនអញ្ចឹងយើងមានតែប្រឹងឯងមែនទេទៅបងប្អូនអរគ្នា អ
បងប្អូនខ្លះគាត់ថាការងាររោងពុម្ពគឺជាការងារដែលងាយយកប្រាក់ចំណេញប៉ុន្តែបងប្អូនការងាររោងពុម្ពគឺសម្រាប់ពួកខ្ញុំការងារនេះគឺជាការងារដែលចំណេញកាក់សេនហើយនៅពេលដែលមានការខូចខាតគឺខូចខាតច្រើនគួរសមដែរបងប្អូនអញ្ចឹងបងប្អូន กระดาษ copy គឺមួយស្លឹកតែ100អីទេប៉ុន្តែបើយើង copy ខុស4 10ស្លឹកគឺវាចូលដើមអញ្ចឹងយើងចំណេញទីទួយបំផុតអូខេយើងចំណេញតិចតួចបំផុតអញ្ចឹងការងាររោងពុម្ពនេះធ្វើត្បិតតែមើលទៅគេមើលមកពីក្រៅវារៀងស្រួលវារៀងគេថាងាយយកប្រាក់ចំណេញប៉ុន្តែជាការងារមួយដែលនឿយខ្លាំងមែនទែនបងប្អូននឿយខ្លាំងមែនទែនបើសិនជាបងប្អូនមិនជំនះនៅក្នុងការអត់ងងុយគេងមិនជំនះនៅក្នុងការតស៊ូធ្វើឲ្យភ្ញៀវយកចិត្តភ្ញៀវទេគឺពិបាកនៅក្នុងការcontrol ឬក៏ការបន្តដំណើរទៅមុខជាមួយគេជាមួយឯងណាបងប្អូនអញ្ចឹងការងារដែលយើងប្រឈមរាល់ថ្ងៃហ្នឹងគឺយើងត្រូវធ្វើម៉េចសម្រក់ឲ្យភ្ញៀវឲ្យបានលឿនតាមដែលអ្វីដែលភ្ញៀវអាចធ្វើតាមដែលអ្វីដែលភ្ញៀវត្រូវការហើយមួយទៀតគឺយើងប្រឈមបញ្ហាក្នុងការខូចសរិចរិលបងប្អូនអ្នកគ្នានៅពេលដែលបងប្អូនប្រើម៉ាស៊ីនគឺវាតែងតែមានភាពសរិចរិលហើយបងប្អូនខ្លះគាត់គិតត្រឹមថាបើទិញទឹកថ្នាំមកកំប៉ុង20រៀលអញ្ចឹងគាត់ copy ឲ្យគេគាត់ចែកឲ្យយកអាទឹកថ្នាំហ្នឹងយកទៅចែកប៉ុន្តែគាត់អាចបានចែកអំពីភាពសរិចរិលភ្លើងឬក៏កម្លាំងពលកម្មអីចឹងអញ្ចឹងនៅពេលដែលគាត់ភ្លេចអាកន្លែងហ្នឹងភាពសរិចរិលរបស់ម៉ាស៊ីនប្រើជួនកាលប្រើមួយឆ្នាំហើយអញ្ចឹងទៅវាខូចហើយអញ្ចឹងត្រូវការរោលុយទិញថ្មីអញ្ចឹងរោងពុម្ពទាំងអស់គឺត្រូវប្រយ័ត្នបងប្អូនដែលចង់បើករោងពុម្ពគឺត្រូវធ្វើម៉េចស៊ូឲ្យបានអូខេហើយរកវិធីក្នុងការទប់ទល់ជាមួយនឹងបញ្ហាទាំងអស់ហ្នឹងឲ្យបានបងប្អូនទាំងគ្នាអាចទៅមុខនឹងគេបានអូខេអញ្ចឹងម៉ោងប៉ុណ្ណេះគឺម៉ោង12ហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងបានឃើញវីដេអូរបស់ខ្ញុំបងប្អូនហាងរបស់ខ្ញុំឲ្យបងប្អូនមើលគឺវារៀងលក្ខណៈចង្អៀតបន្តិចហើយវាមានលក្ខណៈមួយដែលវារៀងអញ្ញាញ៉ៃបន្តិចដោយសារអីបងប្អូនមកដល់ពេលនេះគឺខ្ញុំបានដាក់ម៉ាស៊ីនច្រើនខ្លាំងមែនទែនអានេះគឺផ្នែកមួយចំហៀងណាផ្នែកមួយចំហៀងមួយទៀតហ្នឹងគឺយប់ប៉ុណ្ណេះគឺយើងថតអត់បានទេដោយសារខ្ញុំដាក់អីវ៉ាន់ពេញបឺបតែម្ដងអញ្ចឹងខ្ញុំតែងប្រើម៉ាស៊ីនតូចទេបងប្អូនអូខេបងប្អូនខ្ញុំប្រាប់មូលហេតុមួយទៀតហេតុអីបើខ្ញុំប្រើម៉ាស៊ីនតូចបងប្អូនទី1គឺកន្លែងខ្ញុំគឺភ្លើងវាអត់សូវគ្រប់ទេភ្លើងវារៀងស្ទើរអញ្ចឹងយើងប្រើម៉ាស៊ីនតូចទាំងអស់នេះបោះធៀបការបោះអីហ្នឹងគឺវាងាយស្រួលហើយទី2គឺកន្លែងយើងតូចយើងត្រូវសម្រួលថាម៉េចដាក់ម៉ាស៊ីនតូចបានហើយប៉ុន្តែវាច្រើនដាក់ម៉ាស៊ីនតូចប៉ុន្តែច្រើនបងប្អូនដាក់ម៉ាស៊ីនតូចច្រើនយើងអាចរត់រួចអញ្ចឹងណាប៉ុន្តែប្រាប់បងប្អូនតិចគឺនឿយបន្តិចហើយនឿយដោយសារអីដោយសារតែការប្រើម៉ាស៊ីនតូចគឺវានឿយត្រង់ថាយើងរងចាំពេលវេលាយើងចំណាយពេលវេលាជាមួយវាអញ្ចឹងខាងនេះគឺខ្ញុំដាក់ម៉ាស៊ីនយក5 6ខាងនោះគឺ5 6ទៀតកុំព្យូទ័រ2គ្រឿងអីជាដើមអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមដំបូងគឺបែបហ្នឹងបងប្អូនខ្ញុំលក្ខណៈដូចអាជីវកម្ម start up អញ្ចឹងបងប្អូនខ្ញុំអត់មានម៉ាស៊ីនធំឬក៏ម៉ាស៊ីនខ្នាតគេហៅថាស្តង់ដារទេប៉ុន្តែយើងដើរទៅមុខនឹងគេបានដោយសារអីយើងចេះឆ្នៃទៅបងប្អូនចេះឆ្នៃប្រឌិតតាមលទ្ធភាពរបស់យើងដើម្បីតែជីវភាពរបស់យើងគឺយើងត្រូវប្រឹងធ្វើប៉ុន្តែបើថានិយាយពីគុណភាពអីវាមិនខុសគ្នាប្រហែលទេពុកម៉ែបងប្អូនអ្នកគេធំគេធ្វើតាមធំគេធ្វើបានលឿននៅជាដើមចឹងទៅយើងតូចយើងធ្វើតាមលទ្ធភាពរបស់យើងតាមគេថានិយាយរួមទៅតាមធនធានរបស់យើងបងប្អូនចាំថ្ងៃណាដែលយើងអាចថាពង្រីកទៅបានយើងពង្រីកទៅគេទៅអូខេអញ្ចឹងបងប្អូនការដែលយើងចាប់ផ្ដើមពីតូចនេះគឺពិបាកគឺយើងត្រូវការស៊ូខ្លាំងមែនទែនអ
ចឹងសង្ឃឹមថាវីដេអូមួយនេះបងប្អូនអ្នកគ្នានឹងអាចចែកទទួលបានសំទោសទទួលបានជាចំណេះដឹងមួយដែលទាក់ទងនឹងរោងពុម្ពទាក់ទងការងាររោងពុម្ពទាក់ទងនឹងអាជីវកម្មមួយហ្នឹងថាបងប្អូនបើសិនចង់បើកបងប្អូនស៊ូបានឬក៏អត់អូខេមែនទេទៅសម្រាប់ខ្ញុំគឺខ្ញុំចង់បង្ហាញវីដេអូនេះទៅកាន់បងប្អូនអរគ្នាឲ្យគិតពិចារណាឡើងវិញបើសិនជាបងប្អូនចង់បើកចង់រកស៊ីផ្នែកហ្នឹងណាអាហ្នឹងគឺតាកតងនឹងការរកស៊ីគឺតស៊ូខ្លួនឯងមិនថារបររកស៊ីអីទេគឺតស៊ូខ្លួនឯងថាតើខ្លួនឯងអាចទ្រាំទ្រជាមួយនឹងមុខរបរហ្នឹងបានអត់ពេលខ្លះការរកស៊ីវានឿយជាងការធ្វើការឲ្យគេខ្លាំងមែនទេបងប្អូននៅពេលដែលយើងធ្វើការឲ្យគេគឺយើងធ្វើត្រឹមតែ8ម៉ោងឬក៏10ម៉ោងឯងបងប្អូនប៉ុន្តែមកដល់ពេលដែលយើងធ្វើការខ្លួនឯងគឺចំណាយពេលលើសនឹងជួនកាលគុណនឹង2បងប្អូនអញ្ចឹងមិនថាមុននឹងយើងចេញរកស៊ីគឺយើងត្រូវស៊ូខ្លួនឯងសិនហើយចំណេះដឹងគឺត្រូវរៀនរហូតទៅរៀនរហូតរៀនរហូតដល់យើងអាចថាធ្វើឲ្យគេកើតអញ្ចឹងណាហើយដើរទិញទីផ្សារអូខេបងប្អូនអញ្ចឹងវីដេអូមួយនេះគឺដល់ទីបញ្ចប់ហើយគ្រប់ជម្រាបលាពុកម៉ែបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយបងប្អូនបើពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច Subscribe Like និង Share វីដេអូនេះម្នាក់មួយផងបាយបាយ